ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអាត់សុកយ៉ាថ្នាក់លេខរៀងទី8សូមធ្វើបទបង្ហាញពីការវាតម្លៃការសិក្សាសប្តាហ៍ទី4គោលការណ៍វាតម្លៃប្រកបដោយគុណភាពបាទអញ្ចឹងមេរៀនហ្នឹងគឺចង់បង្រៀនឲ្យចេះបកស្រាយចង់ឲ្យសិស្សចេះបកស្រាយនិយមន័យវិធីសាស្ត្របាទវិធីសាស្ត្រលក្ខណៈដែលមានប្រសិទ្ធភាពក្នុងការវាតម្លៃការសិក្សាតាមការបង្ហាញរូបជាក់ស្ដែងតែម្ដងហើយនឹងសំណួរបំផុសឲ្យបានច្បាស់លាស់ទៀតហើយក៏កំណត់ការវាតម្លៃការសិក្សាក៏ដូចជាពលភាពជឿជាក់នៃការវាតម្លៃភាពវិជ្ជមានសុក្រិតភាពនិងមានស្តង់ដារសម្រាប់ការវាតម្លៃសិក្សាបានត្រឹមត្រូវការវាតម្លៃសិក្សារបស់សិស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាពផងដែរដូចនេះខ្ញុំសូមចូលបកស្រាយគេថាតើអ្វីជាប្រសិទ្ធភាពក្នុងការវាតម្លៃការសិក្សាអញ្ចឹងប្រសិទ្ធភាពក្នុងការវាតម្លៃក្នុងការសិក្សាគឺសំដៅទៅលើការវាស់វែងឬក៏ការវាតម្លៃនិងភាពជឿជាក់ពីការវាស់ស្ទង់យល់ដឹងចំណេះដឹងរបស់យើងឬក៏ចំណេះដឹងរបស់សិស្សឬក៏ជំនាញរបស់សិស្សអញ្ចឹងយើងអាចមើលធ្វើការវាតម្លៃរបស់គាត់បានដោយការសួរសំណួរទៅយើងយល់ដឹងថាតើការឆ្លើយរបស់គាត់ត្រឹមត្រូវឬអត់ឬក៏យើងសួរសំណួរមួយដែរតាក់ទងនឹងការចំណេះដឹងទូទៅតើគាត់មានបំណិនឬមានចំណេះដឹងតាក់ទងលើសំណួរនោះដែរឬទេមុននឹងយើងភ្ជាប់មេរៀនក៏ដូចជាជំនាញរបស់សិស្សដែរបើសិនជាសិស្សនោះគាត់យើងដាក់ឲ្យគាត់ធ្វើអ្វីមួយដូចជាឧទាហរណ៍ធ្វើគម្រោងអ្វីមួយគាត់ធ្វើបាននោះសបញ្ជាក់ថាចំណេះដឹងក៏ដូចជាការយល់ដឹងរបស់គាត់គឺបានយល់ច្បាស់បានជាគាត់មានជំនាញធ្វើគម្រោងនោះបានការវាតម្លៃដែលមានគុណភាពដែលផ្ដល់ដល់លទ្ធផលដែលទៀងទាត់នឹងការគ្រប់គ្រងការសិក្សាក៏ដូចជាការលើកទឹកចិត្តសិស្សអញ្ចឹងហើយបានតម្រូវឲ្យគ្រូត្រូវមានភាពប៉ិនប្រសប់ក៏ដូចជាមានការលើកទឹកចិត្តចំពោះសិស្សដើម្បីឲ្យសិស្សនឹងគាត់មានទឹកចិត្តក្នុងការរៀនបន្តក៏ដូចជាគាត់មានអំណរក្នុងការសិក្សាជាមួយយើងមិនតែប៉ុណ្ណោះប្រាប់ឲ្យដឹងពីការធ្វើសម្រេចចិត្តក្នុងការបង្រៀនផងដែរអញ្ចឹងបើសិនជាឧទាហរណ៍ថាយើងធ្វើការវាតម្លៃការសិក្សារបស់គាត់តើយើងដឹងថាគាត់ខ្សោយហើយអញ្ចឹងយើងក៏ត្រូវតែរៀបចំគម្រោងការផែនការដើម្បីជួយគាត់ដើម្បីឲ្យគាត់ទៅតាមតាន់ការសិក្សាជាមួយនឹងសិស្សដទៃទៀតតកតងនឹងមួយទៀតគឺលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវាតម្លៃការសិក្សាអញ្ចឹងមានអីខ្លះគឺមានដល់តែ7ចំណុចនោះទី1លទ្ធផលការសិក្សារំពឹងទុកក្នុងមួយម៉ោងសិក្សាដែលបានច្បាស់លាស់និងសមស្របហេតុអីគឺបើសិនជាការសិក្សាសមស្របនោះធ្វើឲ្យសិស្សអាចចាប់បានលឿនហើយក៏ធ្វើឲ្យសិស្សរៀនមុខវិជ្ជាដែលឧទាហរណ៍ថាមុខវិជ្ជាលំបាកគាត់ត្រូវការម៉ោងសិក្សាច្រើនជាងមុខវិជ្ជាដែលងាយស្រួលដូចនេះហើយគឺកម្មវិធីសិក្សាសំខាន់ក្នុងការជួយសិស្ស
ឲ្យមានការទទួលបានជោគជ័យផងដែរបាទហើយទី2ការបន្ស៊ីគ្នារវាងវិធីសាស្ត្រវាតម្លៃនិងលទ្ធផលការសិក្សារំពឹងទុកក្នុង1ម៉ោងអញ្ចឹងនឹងជាចំណុចមួយដ៏សំខាន់ដែរក្នុង1ម៉ោងហ្នឹងតើគាត់អាចដល់គោលដៅឬក៏ដល់វត្ថុបំណងដែលយើងចង់ឲ្យឬទេបើគាត់អាចយើងធ្វើការវិតម្លៃទៅថាគាត់អាចដល់ហើយគឺមានន័យថាការបង្រៀនយើងបានជោគជ័យវិធីសាស្ត្ររបស់យើងគឺមានប្រសិទ្ធភាព3សុពលភាពបាទសុពលភាពខ្ញុំវាយ៉ាងម៉េចគឺសុពលភាពហ្នឹងគឺតាសិស្សនោះគាត់ទទួលបានកម្រិតណាហើយទី4ហ្នឹងការភាពជឿជាក់តើគាត់ជឿជាក់ក្នុងការអនុវត្តនៅពេលដែលគាត់រៀនចេញហ្នឹងដោយវិធីណាហើយការអនុវត្តគាត់នោះយ៉ាងម៉េចដែរសុក្រិតភាពការវាតម្លៃយើងត្រូវតែវាតម្លៃដោយមានសុក្រិតភាពមិនប្រកាន់ថាអូគាត់អ្នកមានអ្នកក្រគាត់មានលុយច្រើនគាត់មិនមានលុយច្រើនគាត់មកពីសាសនានេះសាសនានោះទេហើយផលវិបាកវិជ្ជមានអញ្ចឹងការវាតម្លៃតែងតែមានផលវិបាកហើយអញ្ចឹងយើងធ្វើយ៉ាងណាធ្វើឲ្យមានផលវិបាកវិជ្ជមានចំពោះសិស្សវាជាការល្អបំផុតការ7នោះគឺការអនុវត្តនិងប្រសិទ្ធភាពអញ្ចឹងបើសិនជាយើងមានការវាតម្លៃការសិក្សាគឺការអនុវត្តរបស់យើងនឹងវាពិតជាមានប្រសិទ្ធភាពក្នុងការបង្រៀនបាទ3លក្ខណៈវិនិច្ឆ័យធានាប្រសិទ្ធភាពក្នុងការវាតម្លៃការសិក្សាអញ្ចឹងលទ្ធផលយើងត្រូវតែរំពឹងទុកថាការសិក្សានឹងបានច្បាស់លាស់ផ្ដល់ផលរំពឹងទុករបៀបណាកំណត់ដល់គោលដៅរបស់យើងឬអត់អញ្ចឹងដើម្បីដឹងថាការសិក្សានឹងបានច្បាស់លាស់សមស្របទី1យើងត្រូវតែធ្វើអីគេទី1យើងត្រូវតែជ្រើសរើសតេស្តការជ្រើសរើសតេស្តហ្នឹងវាពិតជាសំខាន់ណាស់បើយើងកម្រិតគាត់ថ្នាក់ទី1យើងដាក់ធ្វើតេស្តថ្នាក់ទី3សួរថាគាត់ចេះអត់គាត់ប្រកាសជាមិនចេះទេការធ្វើតេស្តឬបង្កើតតេស្តនេះគឺពិតជាសំខាន់មែនការបង្កើតតេស្តមិនថាអូបើគាត់ត្រឹមថ្នាក់ទី3ឬថ្នាក់ទី4ឧទាហរណ៍ទី4ចុះហើយយើងស្រាប់តែដាក់សំណួរកម្រិតថ្នាក់ធំទី10ទីអីជាលក្ខណៈត្រេះរិះពិចារណាសួរថាគាត់ធ្វើតេស្តយើងនឹងមានប្រសិទ្ធភាពអត់ហើយការវាតម្លៃយើងទទួលបានលទ្ធផលអត់គឺអត់ទេអញ្ចឹងតម្រូវឲ្យយើងចេះបង្កើតតេស្តឲ្យសមស្របទៅនឹងវ័យរបស់សិស្សដែរក៏ដូចជាកម្រិតថ្នាក់របស់សិស្សដែរហើយការអនុវត្តអញ្ចឹងការអនុវត្តនេះយើងពេលយើងវាតម្លៃគាត់យើងដាក់ការអនុវត្តឧទាហរណ៍អនុវត្តគម្រោងទូចមួយទៅអញ្ចឹងយើងអាចដឹងហើយថាឧទាហរណ៍ថាឲ្យគាត់ដាំផ្កាអញ្ចឹងហេតុអ្វីបានយើងត្រូវឲ្យគាត់ដាំផ្កាឲ្យគាត់ចេះសង្កេតថាតើគ្រាប់ហ្នឹងនឹងដុះនៅក្នុងកំឡុងពេលប្រហែលថ្ងៃអីជាដើមហ្នឹងអញ្ចឹងបើសិនជាគាត់កត់ត្រាត្រឹមត្រូវឬក៏មានភាពលំអៀងតិចតួចនោះយើងគិតថាយើងអាចវាតម្លៃបានថាគាត់គឺមានចំណេះដឹងអាចទទួលយកបានហើយណាបាទហើយសំណួរផ្ទាល់មាត់ក៏ជាសំណួរមួយដែលអាចធ្វើការវាតម្លៃការសិក្សារបស់គាត់ផងដែរបើសិនជាយើងសួរគាត់ទៅគាត់ឆ្លើយរបេរបឺមានន័យថាគាត់មិនទាន់បានយកច្បាស់ទេតែបើសិនជាគាត់ឆ្លើយដោយមានទំនុកចិត្តដោយភាពជឿជាក់ទៅលើសំណួរដែលគ្រូសួរនោះមានន័យថាគាត់ទទួលបានចំណេះដឹងច្បាស់ហើយអញ្ចឹងយើងក៏អាចវាតម្លៃគាត់បានដែរថាគាត់គឺចេះពិតប្រាកដមែនការសង្កេតអញ្ចឹងគ្រូក៏ធ្វើការសង្កេតដែរដើម្បីវាតម្លៃរបស់គាត់ឧទាហរណ៍ថាគាត់វិភាសាក្រុមតើគាត់
មានការពិភាក្សាក្រុមដោយផុសផុលឬដោយការបញ្ចេញគំនិតយ៉ាងទូលំទូលាយឬអត់ហើយចំណុចមួយទៀតគឺការវាតម្លៃខ្លួនឯងអញ្ចឹងគឺសំខាន់ណាស់ធ្វើឲ្យសិស្សឆ្លោះបញ្ចាំងនៅចំណេះដឹងរបស់គាត់ថាគាត់នឹងចេះដល់កម្រិតណាជួនគាត់មានភាពស្ទាក់ស្ទើរនៅចំណុចណាមួយគាត់អាចបង្ហាញឲ្យយើងដឹងហើយយើងក៏អាចធ្វើការសិក្សានិងវាតម្លៃទៅលើចំណុចនោះផងដែរដូចនេះខ្ញុំសង្ខេបមេរៀនប៉ុណ្នេះចប់ដោយត្រឹមនេះសូមអរគុណលោកគ្រូសូមជម្រាបលា